បាទគោរពជំរាបសួរពុកម៉ែបងប្អូនជាថ្មីម្ដងទៀតថ្ងៃនេះចង់បង្ហាញពីរុក្ខជាតិយ៉ាងដែលគេឲ្យឈ្មោះថាត្រីចន្ទរាប្រហែលជាមានពុកម៉ែបងប្អូនអ្នកស្រឡាញ់ខាងវិស័យចិញ្ចឹមសត្វប្រហែលជាបានស្គាល់ពីអត្ថប្រយោជន៍របស់រុក្ខជាតិនេះហើយព្រោះនេះគឺប្រភេទដើមចំណីយើងយកមកធ្វើបន្លែសម្រាប់សត្វចិញ្ចឹមអញ្ចឹងណាហើយអ្វីដែលវាពិសេសខ្លាំងសម្រាប់ដើមត្រីចន្ទរាហ្នឹងគឺវាមានប្រូតេអ៊ីនរហូតដល់32%នៅក្នុងដើមរបស់វាអញ្ចឹងវាខ្ពស់ជាងរុក្ខជាតិខ្ពស់ជាងបន្លែផ្សេងឆ្ងាយណាហើយដើមនេះជាទូទៅគឺគេមានការពេញនិយមដាំនៅខាងប្រទេសខាងឥណ្ឌូនេស៊ីជាមួយនឹងម៉ាឡេស៊ីគេដាំយកមកធ្វើជាចំណីសត្វអញ្ចឹងណាអញ្ចឹងវាអាចធ្វើទាំងចំណីជ្រូកមាន់ទាគោពពែទុនសាយខ្យងអាចធ្វើបានទាំងអស់អញ្ចឹងណាហើយខ្ញុំឥឡូវយើងមានពូជច្រើនហើយកុំដែលបានចាប់អារម្មណ៍ថតបង្ហាញពីដើមត្រីចន្ទរានឹងដែរកាលហ្នឹងយើងដូចជាទិញពូជមកពីខាងវៀតណាមយើងទិញខ្នោទិញអីយកមកដាំក៏យើងដាក់អានឹងយកមកដាំដែរទៅអញ្ចឹងណាហើយស្រាប់តែឃើញនៅក្នុង Facebook ឥឡូវគេផុសលក់ខ្ញុំឃើញតម្លៃគេផុសលក់ថ្លៃគូសមដើមហ្នឹងហើយថាប្រហែលជាវាពូជវាអត់សូវសម្បូរពុកម៉ែបងប្អូនអត់សូវស្គាល់អញ្ចឹងទៅក៏ប្រហែលជាអញ្ចឹងហើយបានគេលក់រៀងថ្លៃអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអ្នកដែលស្រឡាញ់វិស័យចិញ្ចឹមសត្វបើសិនជាបានជិះកាត់កសិដ្ឋាននរមនៅខាងស្ទឹងត្រែងអាចចូលយកមកដើមពីដើមយកទៅដាំបន្តធ្វើពូជខ្លួនឯងបានអត់បានគិតលុយគិតកាក់អីទេអញ្ចឹងណាហើយរបៀបដែលយើងផ្សាំស្រួលទេនេះខ្ញុំទៅកាត់មេវាដោយពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូហើយខ្ញុំយកមកត្រាំជីទឹកកកបន្តិចព្រោះអាជីទឹកកកហ្នឹងវាដូចអកមូនបញ្ចេញឬអញ្ចឹងខ្ញុំត្រាំវាប្រហែលជាកន្លះម៉ោងហើយយើងស្រង់វាយកទៅដោតនឹងថង់ផ្សាំវានៅកន្លែងត្រជាក់សិនអញ្ចឹងណាឲ្យវាដុះវាចាប់ឬហើយយើងយកទៅដាំនឹងក្រៅដូចដែលខ្ញុំថតឲ្យពុកម៉ែបងប្អូនបានមើលអញ្ចឹងណាអញ្ចឹងបើសិនជាចង់បានពូជអីពុកម៉ែបងប្អូនអាចតំណងមកបានបើបានជីកាត់អីចូលយកចោះអញ្ចឹងណាហើយអានេះខ្ញុំកំពុងតែរៀបចំដីខ្ញុំផ្សាំពូជពីព្រោះឥឡូវរដូវប្រាំងយើងអត់ទាន់ដាំទេពីព្រោះដើមនេះវាត្រូវការអាកាសធាតុរៀងត្រជាក់បន្តិចដែរបានវាឲ្យផលបានកាន់តែច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំបានរៀបចំដីហើយដែរហើយនេះតិចទៀតខ្ញុំនឹងចាប់ដើមកាត់ដោតទៅយើងផ្សាំពូជវាពីឥឡូវទៅរួមនឹងដល់រដូវវស្សាចូលម្ដងមានភ្លៀងគ្រប់គ្រាន់អញ្ចឹងយើងអាចដាំពីព្រោះខ្ញុំនៅនេះខ្ញុំត្រូវការស្លឹកនឹងច្រើនមែនទែនមកយើងអាចហាលវាទុកនៅពេលដែលយើងមានច្រើនអញ្ចឹងនៅក្នុងខែប្រាំងដែលវាអត់សូវទទួលបានផលយើងអាចយកអាស្លឹកដែលយើងហាលហ្នឹងយកមកកិនសូនទៅចំណីសត្វរបស់យើងបានអញ្ចឹងអរគុណហើយអត់មានអីច្រើនទេតែបើសិនជាពុកម៉ែបងប្អូនត្រូវការនៅក្នុងចំនួនច្រើនយកទៅដាំអានឹងខ្ញុំប្រហែលជាអាចគិតគូរលុយកាក់ខ្លះពីព្រោះខ្ញុំប្រើប្រាស់កម្លាំងមនុស្សយកមកដើម្បីផ្សាំដើម្បីដាំវាដែរអញ្ចឹងណាតែมันគិតថ្លៃរហូតដល់ដូចដែលគេលក់នៅក្នុង Facebook នឹងពេកទេប៉ុន្តែបើសិនជាបានឆ្លងកាត់គ្រាន់តែចង់យកទៅធ្វើពូជពី3ដើមអីខ្ញុំមិនកណាញ់មិនករិះនឹងឲ្យទេពុកម៉ែបងប្អូនអាចចូលមកយកបាននៅខាងកសិដ្ឋាននរមនៅខាងស្ទឹងត្រែងអញ្ចឹងណាអរគុណហើយជួបគ្នានៅវីដេអូក្រោយបាទ